ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែតាមដានស្ដាប់និងទស្សនានៅវីដេអូឬនិទានពី Page និង Channel YouTube 404ទាំងអស់បានសូមជូនរឿងបន្ទប់104សម្បត្តិគឺជាតួឯកនៅក្នុងរឿងរបស់យើងហើយគាត់គឺជាបុរសកំឡោះចាស់ម្នាក់ដែលមានអាយុប្រហែល30ឆ្នាំហើយគាត់ជាបុគ្គលិកធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលមួយដែលមានបេសកកម្មក្នុងការធ្វើការជួយឧបត្ថម្ភនិងអភិវឌ្ឍផ្សេងៗទៅតាមតំបន់ដាច់ស្រយាលនៅតាមជនបទថ្ងៃមួយគាត់ត្រូវបានទទួលបញ្ជាបេសកកម្មពីស្ថាប័នរបស់គាត់ចុះទៅខេត្តឆ្ងាយដាច់ស្រយាលនៅក្បែរព្រំដែនដែលត្រូវឆ្លងកាត់ព្រៃផ្សៃភ្នំនិងឧបសគ្គជាច្រើនដើម្បីធ្វើដំណើរដល់ទីដែលគាត់ត្រូវបំពេញបេសកកម្មនោះគាត់ត្រូវធ្វើដំណើរតែម្នាក់ឯងដោយរថយន្តកិច្ចចាស់របស់គាត់ដែលគាត់បានប្រើប្រាស់វាអស់កាលជាយូរឆ្នាំមកហើយដំណើរដ៏វែងឆ្ងាយរបស់កំឡោះកំសត់រួមនឹងឡានដ៏កញ្ចាស់របស់គាត់ធ្វើឲ្យដំណើរការមិនរលូនដោយផែនការដែលគាត់បានគ្រោងទុកនោះឡើយការធ្វើដំណើររបស់គាត់យូរទៅក៏យប់មកដល់គាត់បានបើកបររថយន្តរបស់គាត់ឆ្លងកាត់ព្រៃព្រឹក្សារហូតទៅដល់ភូមិមួយដែលមានផ្ទះរស់នៅតិចតួចបំផុតយប់ក៏ងងឹតកម្លាំងក៏អស់ធ្វើឲ្យសម្បត្តិមានអារម្មណ៍ថានឿយហត់ជាខ្លាំងចង់រកកន្លែងណាមួយដើម្បីសម្រាកនិងទទួលទានអាហារផងដែរបើកមួយសន្ទុះសម្បត្តិក៏បានឃើញមានផ្ទះសំណាក់តូចមួយដែលនៅក្បែរជើងភ្នំដាច់ស្រយាលពីផ្ទះរបស់ប្រជាជនមិនមានប្រជាជនរស់នៅជិតក្បែរភូមិផងរបងជាមួយនៃសន្តាគារឬផ្ទះសំណាក់តូចនោះឡើយមិនបងអង្គយូរសម្បត្តិក៏សម្រេចចិត្តជិះទៅមុខផ្ទះសំណាក់នោះរួចចតឡានមួយសន្ទុះហើយពិចារណានៅក្នុងចិត្តថាតើយើងគួរបន្តដំណើរទៅមុខទៀតឬក៏ចូលស្នាក់នៅសិនមួយសន្ទុះក្រោយមកសម្បត្តិក៏សម្រេចចិត្តថាគួរតែស្នាក់នៅទីនេះដោយសារតែឡានក៏ចាស់ហើយបើកផ្លូវឆ្ងាយប្រហែលជាអាចនឹងមានបញ្ហាប្រសិនបើបើកតទៅមុខយូរទៀតសម្បត្តិបានយកកាបូបដាក់សម្លៀកបំពាក់របស់គាត់និងសម្ភារៈផ្សេងៗរបស់គាត់ចូលទៅក្នុងផ្ទះសំណាក់ជួបនឹងបុរសចំណាស់ម្នាក់ដែលជាអ្នកទទួលភ្ញៀវហើយក៏ជាម្ចាស់នៃផ្ទះសំណាក់នោះផងដែរបុរសចំណាស់នោះបាននិយាយថានៅសល់ត្រឹមតែមួយបន្ទប់តែប៉ុណ្ណោះតើក្មួយចង់ស្នាក់នៅដែរឬទេសម្បត្តិឆ្លើយតបដោយមិនបងអង្គយូរទេបាទលោកពូនៅសល់មួយបន្ទប់ខ្ញុំត្រូវការតែមួយបន្ទប់ទេលោកពូក៏ប្រគល់កូនសល់បន្ទប់ឲ្យទៅសម្បត្តិបន្ទប់នោះគឺលេខ104សម្បត្តិក៏បានកាន់សោនិងយកបង្វិចអីវ៉ាន់របស់គាត់ទៅតាមផ្លូវដែលលោកពូបានប្រាប់នៅជាន់ទី1បន្ទប់លេខ104ចូលមកដល់ក្នុងបន្ទប់សម្បត្តិមានអារម្មណ៍ថាដូចជាមានអ្នកនៅក្បែរគាត់ដូចជាបន្ទប់នេះមានគ្នាច្រើនអ្នកមិនមែនមានតែគាត់ម្នាក់ប៉ុន្តែដោយសារតែសម្បត្តិធ្វើដំណើរផ្លូវឆ្ងាយមានការហត់នឿយសម្បត្តិក៏ទុកដាក់អីវ៉ាន់យ៉ាងស្រោតរូតរះហើយក៏បានមុជទឹកសម្អាតកាយរួចក៏ទទួលទានដំណេកគេបានមួយសន្ទុះសម្បត្តិក៏ឮសំឡេងស្រែកពីខាងក្រៅបន្ទប់ថាកុំបើកទ្វារពេលនោះសម្បត្តិភ្ញាក់ជាខ្លាំងហើយក៏មានអារម្មណ៍ឆ្ងល់មែនទែនថាគេសុកហេតុអីបានគេប្រាប់ថាកុំឲ្យបើកទ្វារ
ហេតុអីមិនហៅឲ្យបើកទ្វារបែរជាប្រាប់មិនឲ្យបើកទ្វារទៅវិញតើមានរឿងអ្វីនៅខាងក្រៅតើមានចោរមកប្លន់ឬក៏មានរឿងឬបញ្ហាអ្វីបានជាមានសំឡេងស្រែកកុំឲ្យបើកទ្វារដូច្នេះសម្បត្តិឆ្ងល់ណាស់ប៉ុន្តែនៅក្នុងបន្ទប់មានអេក្រង់សម្រាប់មើលកាមេរ៉ាសុវត្ថិភាពអាចមើលនៅមុខបន្ទប់បានពេលនោះសម្បត្តិក៏បើកអេក្រង់នោះដើម្បីមើលឃើញបុរសម្នាក់រូបរាងដូចជាសម្បត្តិដូច្នោះដែរនៅក្នុងអេក្រង់នោះពេលនោះសម្បត្តិព្យាយាមសម្លឹងដោយអារម្មណ៍តក់ស្លុតភិតភ័យជាខ្លាំងបុរសនៅក្នុងអេក្រង់នោះបានបែរក្រោយងាកមុខមករកសម្បត្តិពេលវេលាដ៏រន្ធត់បានកាត់ឡើងម្ដងទៀតពេលនោះបុរសនៅក្នុងកាមេរ៉ាសុវត្ថិភាពមានមុខនិងរូបរាងដូចសម្បត្តិបេះបិទសម្បត្តិមានអារម្មណ៍ព្រឺព្រួចតក់ស្លុតជាខ្លាំងញើសស្រក់ដូចគ្រាប់ពោតប៉ុន្តែសម្បត្តិបានញីភ្នែករបស់គេដើម្បីបញ្ជាក់ថារូបខ្លួនមិនស្រវាំងភ្នែកឬក៏មិនអាចទុកចិត្តភ្នែកខ្លួនឯងបានពេលនោះសម្បត្តិក៏បានញីភ្នែករួចហើយក៏មើលអេក្រង់កាមេរ៉ាម្ដងទៀតពេលនោះរូបភាពនៅអេក្រង់ក៏បានរលត់បាត់ទៅសម្បត្តិគិតថាប្រហែលជាខ្ញុំស្រមើស្រមៃឬក៏គិតអីប្លែកៗទេដឹងបានជាឃើញរូបភាពបែបនេះសម្បត្តិក៏បានបន្តគេងទៀតលុះដល់ម៉ោងប្រហែលជា3រំលងអធ្រាត្រសម្បត្តិក៏មានអារម្មណ៍ថាជើងរបស់គេត្រជាក់ប្រៀបដូចជាមានដៃដ៏ទន់និងត្រជាក់មកប៉ះជើងរបស់គេសម្បត្តិមិនហ៊ានបើកភ្នែកទាំងស្រុងទេគេត្រឹមតែបើកភ្នែកតែម្ខាងមើលព្រមមើលមកជើងរបស់គេប៉ុន្តែស្រមោលដែលនៅក្បែរជើងរបស់គេនោះធ្វើឲ្យគេមានអារម្មណ៍ខ្លាចព្រឺព្រួចក៏បិទភ្នែកទៅវិញរួចហើយគេក៏ដកជើងចេញពីកន្លែងដែលគេកំពុងតែដាក់នោះដាក់ចូលទៅក្នុងភួយដើម្បីគេចវេះពីស្ថានភាពនេះពេលដែលសម្បត្តិដាក់ជើងនៅក្នុងភួយបិទភ្នែកក្រឡុំភួយចិត្តពេលនោះសម្បត្តិព្យាយាមធ្វើមិនដឹងរឿងធ្វើមិនដឹងខ្លួនបន្លប់ខ្លួនឯងហើយក៏បន្តសំងំគេងបន្តទៀតពេលនោះក៏មានខ្យល់បក់មកប៉ះបង្អួចធ្វើឲ្យបង្អួចនោះឮសំឡេងក្ដួងក្ដាំងក្រោកក្រាក់ដោយសារតែផ្ទះសំណាក់នោះគឺជាផ្ទះឈើសម្បត្តិមានអារម្មណ៍កាន់តែភ័យតក់ស្លុតព្រឺព្រួចកាន់តែខ្លាំងសម្បត្តិក៏បានក្រោកពីគេងម្ដងទៀតដោយទឹកចិត្តតាំងចិត្តបដិញ្ញាថាប្រឈមមុខនឹងការពិតទោះបីជាមានរឿងអ្វីកើតឡើងក៏សម្បត្តិនៅតែបើកភ្នែកដាច់ខាតសម្បត្តិក៏បានយកដៃរាវទៅប៉ះជញ្ជាំងចុចកុងតាក់ភ្លើងដើម្បីបង្កើនភាពក្លាហានរបស់ខ្លួនដើម្បីគិតថាប្រសិនបើមានភ្លើងភ្លឺប្រហែលជាខ្មោចអបិយជំនឿទាំងឡាយប្រហែលជាមិនហ៊ាននៅក្នុងបន្ទប់ទៀតទេសម្បត្តិក៏បានបើកភ្លើងរួចបើកភ្នែកតាមក្រោយបន្ទាប់ពីបើកភ្លើងរួចបើកភ្នែកសម្បត្តិមើលឃើញថាបង្អួចបានចំហហើយខ្យល់បោកបក់ធ្វើឲ្យគេត្រជាក់ជើងមិនមានអ្វីមកប៉ះជើងរបស់គេឡើយប៉ុន្តែចំណូលត្រជាក់នាជើងភ្នំនិងមេឃរៀបកលចង់ភ្លៀងធ្វើឲ្យខ្យល់បោកកាន់តែខ្លាំងធ្វើឲ្យបង្អួចនោះឮសំឡេងមិនអាចឲ្យសម្បត្តិគេងបន្តទៀតបានសម្បត្តិក៏បានទាញបង្អួចបិទដាក់គន្លឹះឲ្យត្រឹមត្រូវឲ្យជាប់ហើយក៏សម្បត្តិមិនហ៊ានបិទភ្លើងគេងទៀតដែរសម្បត្តិខ្លាចថាពេលដែលបិទភ្លើង
នឹងមានអ្វីមកចិត្តសម្បត្តិបន្តបើកភ្លើងគេងដណ្ដប់ភួយចិត្តទាំងចុងជើងដល់ក្បាលមិនហ៊ានបើកមិនហ៊ានក្រោកចូលបន្ទប់ទឹកប្រហែលជាង1ម៉ោងក្រោយមកម៉ោង4សម្បត្តិបានភ្ញាក់ឡើងម្ដងទៀតពេលនោះអ្វីដែលគួរឲ្យព្រឺព្រួយបំផុតនោះគឺសម្បត្តិត្រូវជាប់ចំណងនៅក្រៅបន្ទប់របស់គាត់សម្បត្តិញាក់ពីគេងទាំងខ្លួននៅជាប់ចំណងអារម្មណ៍របស់គាត់ពិតជាភ័យតក់ស្លុតឬព្រួយមិនដឹងថាតើគាត់ត្រូវចោលប្លន់ឬក៏ត្រូវមានអសុរកាយឬក៏ខ្មោចលងឬក៏អ្វីឲ្យប្រកាសនោះទេសម្បត្តិគិតក្នុងចិត្តខ្វាយខ្វល់តឹងទ្រង់ពេញថប់ហើយក៏ព្យាយាមរកមធ្យោបាយដើម្បីស្រាយចំណងនោះសម្បត្តិបានព្យាយាមអស់រយៈពេលប្រហែលជា10ទៅ20នាទីដើម្បីស្រាយចំណងដែលចងដៃរបស់គាត់រត់ចូលក្នុងបន្ទប់វិញប្រមូលសម្ភារៈសម្លៀកបំពាក់ប្រវត្តិអីវ៉ាន់របស់គាត់រត់ចាក់ចេញពីបន្ទប់ទាំងយប់កណ្ដាលអាទិត្យសម្បត្តិបានរៀបចំដាក់អីវ៉ាន់គាត់ក្នុងឡានរួចហើយបើកឡានចេញដំណើរពីផ្ទះសំណាក់នោះដោយមិនងាកមើលក្រោយឡើយបើកប្រហែលបានកន្លះម៉ោង4ជាង7:05សម្បត្តិមានអារម្មណ៍ថាហេតុមិនបានគេហើយក៏មិនមានអាហារដើម្បីទទួលទានឡើយរបស់គេចាប់ផ្ដើមគោគ្រុកក្រាក់ណែករបស់គេមើលទៅកញ្ចក់ឡានខាងមុខនិងកញ្ចក់ចំហៀងដោយណែកមានអារម្មណ៍តក់ស្លុតភ័យជាខ្លាំងម៉ោង7:05គាត់ក៏ព្យាយាមរកមើលដើរតាមផ្លូវចិត្តភូមិនេះមានគេលក់អ្វីដើម្បីអាចខ្លួនទទួលទានបានឬទេសំណាងល្អមែនសម្បត្តិបានឃើញរោគមួយដែលគេរៀបចំលក់នំចំណីនៅតាមផ្លូវសម្បត្តិបានអែបឡានទៅគៀនកន្លែងតូបលក់ហើយក៏មើលឃើញថារូបនោះគឺជាតូបលក់នំប៉័ងសាច់នៅក្នុងព្រៃភ្នំដាច់ស្រយាលបែបនេះមានតូបលក់នំប៉័ងសាច់ពិតជាចម្លែកប៉ុន្តែសម្បត្តិមិនមានអារម្មណ៍គិតរឿងចម្លែកឬមិនចម្លែកឡើយអ្វីដែលសំខាន់សម្រាប់សម្បត្តិនៅពេលនេះគឺក្រពះសម្បត្តិអែបឡានទៅគៀនហើយក៏បានស្រែកទៅប្រាប់អ្នកលក់ថាបងតើបងលក់អីហ្នឹងខ្ញុំហេវណាស់មានអីហូបបានទេបងពេលនោះអ្នកលក់ក៏បានឆ្លើយថាអូខ្ញុំមានលក់តែនំប៉័ងសាច់តើបងអូនចង់បានសាច់អីដែរសម្បត្តិចាប់តាមឆ្ងល់នំប៉័ងសាច់ហើយមានសាច់អីជាធម្មតានំប៉័ងសាច់យើងគិតថានៅស្រុកស្រែចំការគួរតែមាននំប៉័ងទេនំប៉័ងសាច់ផ្សេងហើយគាត់សួរថាសាច់អីពិតជាចម្លែកតើមានរឿងអីលាក់បាំងមែនទេសម្បត្តិក៏សួរបន្តតើបងមានសាច់អីខ្លះអូបងគ្រាន់តែសួរលេងៗទេតែពិតបងលក់នំប៉័ងសាច់បាត់ទេបងអូនតើបងអូនយកប្រមាណដែរពេលនោះសម្បត្តិក៏បានឆ្លើយថាខ្ញុំត្រូវការតែមួយកណាត់ទេបងមួយកណាត់ខ្ញុំហូបឆ្អែតហើយបងពេលនោះអ្នកលក់បានសួរថាជាប់អូនស្រីនៅខាងក្រោយអត់ញ៉ាំទេឬពេលនោះសម្បត្តិនៅថ្មឹងមួយកន្លែងដៃជើងញ័រនិងញើសហូរស្រោចជោគខ្លួនទាំងអស់ហើយគាត់និយាយទាំងញ័រមកទៅសួរអ្នកលក់ថាខ្ញុំមកម្នាក់ឯងទេបងឃើញអ្នកណានៅក្រៅបងឃើញអ្នកណា
អ្នកលក់នោះថាអូនស្រីដែលនៅអង្គុយខាងក្រោយប្អូននឹងគាត់ឃើញគាត់នៅឃើញប្អូនមកពីអ្នកមិនមែនមកម្នាក់ឯងទេឬប្អូនពេលនោះសម្បត្តិក៏សម្រេចចិត្តងាកមើលក្រោយដោយអារម្មណ៍តក់ស្លុតផិតភ័យជាខ្លាំងងាកក្រោយភ្លាមសម្បត្តិក៏រត់ចេញពីឡានហើយរត់ទៅរកអ្នកលក់នំប៉័ងសាច់បងទេជួយខ្ញុំផងខ្ញុំមិនស្គាល់នាងទេខ្ញុំមិនដឹងថានាងជាអ្នកណាទេហេតុអីបានជានាងនៅក្នុងឡានជាមួយខ្ញុំតើនាងនៅក្នុងឡានខ្ញុំនេះតាំងពីពេលណាពេលនោះអ្នកលក់នំប៉័ងសាច់បានមកនិយាយជាមួយនារីនៅក្នុងឡានហើយសួរនាំនាងដោយអារម្មណ៍តក់ស្លុតទាំងអ្នកលក់ទាំងអ្នកទិញនាងនារីដ៏កំសត់នោះមានឈ្មោះថារំដួលនាងតាមសម្បត្តិមកតាំងពីពេលដែលសម្បត្តិចូលទៅស្នាក់នៅបន្ទប់លេខ104នាងគឺជាវិញ្ញាណរបស់ស្ត្រីរងគ្រោះម្នាក់ដែលត្រូវបានសង្សាររបស់គាត់ធ្វើបាបរហូតដល់ស្លាប់នៅក្នុងបន្ទប់លេខ104នោះដោយសារតែមិនមានបងប្អូនសាច់ញាតិរបស់រំដួលដឹងរឿងថារំដួលទទួលមរណភាពទើបមិនមានអ្នកណាធ្វើបុណ្យឧទ្ទិសកុសលជូនដល់រំដួលដើម្បីឲ្យរំដួលទៅចាប់ជាតិបាននៅជាតិក្រោយរំដួលតែងតែធ្វើបាបបុរសដែលមកស្នាក់នៅបន្ទប់លេខ104នេះនាងមានកំហឹងជាមួយបុរសហើយនាងសន្មតថាប្រុសទាំងអស់សុទ្ធតែជាប្រុសព្រានធ្វើបាបនារីភេទទន់ខ្សោយនាងមានគំនុំគំគួនជាមួយនឹងបុរសប៉ុន្តែអ្នកលក់នំប៉័ងនិងសម្បត្តិបានពន្យល់នាងឲ្យនាងឈប់ធ្វើអំពើបែបនេះទៀតហើយសម្បត្តិនឹងអ្នកលក់នំប៉័ងសន្យាថានឹងជួយផ្សព្វផ្សាយស្វែងរកឪពុកម្ដាយសាច់ញាតិរបស់រំដួលដើម្បីឲ្យធ្វើបុណ្យឧទ្ទិសកុសលដល់រំដួលនិងស្វែងរកយុត្តិធម៌ដល់រំដួលនិយាយដឹងរឿងគ្នារវាងមនុស្សនិងវិញ្ញាណរួចរាល់ហើយមេឃលឺពេលនោះសម្បត្តិក៏បានរួចរៀនមានជីវិតដោយមិនត្រូវរងគ្រោះដោយសារនាងរំដួលសងសឹកខុសមនុស្សទៀតឡើយពេលបន្តបន្ទាប់មកសម្បត្តិក៏បានស្វែងរកឪពុកម្ដាយសាច់ញាតិរបស់រំដួលនិងជូនដំណឹងនេះទៅគាត់ដើម្បីឲ្យគាត់បានធ្វើបុណ្យឧទ្ទិសកុសលដល់រំដួលហើយក៏ផ្ដល់ព័ត៌មានប៉ុស្តាងខ្លះៗដែលទទួលបានពីរំដួលនិងឯកសារផ្សេងៗនៅក្នុងផ្ទះសំណាក់ដែលរំដួលទទួលរងគ្រោះដល់សមត្ថកិច្ចដើម្បីវែកមករកយុត្តិធម៌ជូនរំដួលហើយបរិសុទ្ធដែលជាសង្សារដែលបានធ្វើឃាតរំដួលត្រូវទទួលទោសទៅតាមច្បាប់អ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺសម្បត្តិមិនបានបង់លុយថ្លៃផ្ទះសំណាក់ដែលគេបានស្នាក់នៅប៉ុន្មានម៉ោងនៅពេលរាត្រីកើតហេតុនោះឡើយពេលដែលគេរត់គេចមកគេរត់មិនងាកក្រោយឡើយធ្វើឲ្យម្ចាស់ផ្ទះសំណាក់នោះខាតអស់មួយបន្ទប់រឿងរបស់យើងក៏បានចប់នៅត្រឹមហ្នឹងសូមបងប្អូនទាំងអស់គ្នានិងអ្នកទស្សនានិងស្ដាប់ទាំងអស់គ្នាមេត្តាធ្វើអំពើល្អទាំងអស់គ្នាអរគុណ